បងប្អូនកម្មវិធីយើងលេងសុកស្រាប់តែបាត់ Play Store បងប្អូនចំពោះទូរស័ព្ទ Oppo Vivo បាទ Samsung ឲ្យតែពួក Android បងប្អូនណាបាទឲ្យតែយើងលេងសុកបាត់ Play Store បងប្អូនចាំទៅយកតាមខ្ញុំទៅយកនៅកន្លែងណាបងប្អូនណាបាទហើយបងប្អូនអត់មាន Play Store ទេហើយតែបាត់ Play Store ស៊ីនហើយបងប្អូនមិនអាចទៅ download នៅក្នុង Google Chrome នៅក្នុងអីណាផ្សេងមកអត់ដូចអាស៊ីនទេបងប្អូនណាបាទអញ្ចឹងតើយើងទៅរក Play Store នៅកន្លែងណាបងប្អូនឃើញទេអាកម្មវិធីយើង download ហ្គេម download កម្មវិធីអញ្ចឹងបងប្អូនណាបាទបាត់អាកម្មវិធី Play Store នឹងមួយគឺយើងមិនអាច download បានទេបងប្អូនណាបាទអញ្ចឹងតោះបងប្អូនទៅបើកទាំងអស់គ្នាបងប្អូនមុនចូលទៅបងប្អូនចុច follow ចុច share page ដើម្បីទទួលបានកលឹះល្អៗទៀតបងប្អូនណាបាទតោះបងប្អូនដើម្បីទៅរកកម្មវិធី Play Store ឡើងវិញបងប្អូនចូល setting នៃការកំណត់បងប្អូនអស់ទៅលើបងប្អូនរកពាក្យកម្មវិធីនេះកម្មវិធីគឺកន្លែងរូប4ជ្រុងនេះបងប្អូនការគ្រប់គ្រងកម្មវិធីចូលកន្លែងទៅបងប្អូនដល់រកមើលទៅកម្មវិធីដែលបាត់បងប្អូនណាបាទបងប្អូនរក Play Store Play Store បងប្អូនអស់ទៅទាន់កន្លែងឃើញស្គាល់តែម្ដងបងប្អូនណាបាទដោយសារតែយើងប្រើកម្មវិធីញឹកញាប់ជាងគេអញ្ចឹងណាបាទបងប្អូនអស់មើលទៅបាទបាយខ្ញុំអស់ទៅផុតបាត់ហើយបងប្អូនណាបាទនិយាយដាក់អស់ដល់នេះបងប្អូនឃើញទេ Play Store នេះគេដាក់សងក្រោមបិទបងប្អូនឃើញបិទបាទអញ្ចឹងបងប្អូនចុចលើនឹងមកបាទបងប្អូនណាបាទនេះបងប្អូនបើកដំណើរការវិញតែប៉ុណ្ណឹងនេះបានបើកកម្មវិធីបងប្អូនទៅរកទៅ Play Store នៅកន្លែងណានេះបងប្អូនឃើញទេបាទអញ្ចឹងរបៀបបើក Play Store បើកអញ្ចឹងបងប្អូនបើសិនបងប្អូនបាត់កម្មវិធី Facebook ឬកម្មវិធីTelegram អញ្ចឹងបងប្អូនណាបាទទៅបើកកន្លែងមិញអញ្ចឹងទៅបងប្អូនណាបាទអញ្ចឹងវីដេអូខ្ញុំក៏ដល់វាបញ្ចប់ដែរបងប្អូនក៏ថាកលឹះដែលខ្ញុំបង្ហាញទៅបងប្អូនមានសារៈសំខាន់បងប្អូនកុំភ្លេចចុច follow ចុច subscribe ដើម្បីទទួលបានវីដេអូកលឹះល្អៗក្រោយទៀតបងប្អូនណាបាទសូមអរគុណ